ក្លិនក្រអូបឈ្ងុយនៃថ្នាំបាញ់ក្នុងកំភ្លើងបានសាយភីទៅប៉ះនឹងច្រមុះរ៉ាដូដោយក្លិននោះលាយឡំទៅនឹងក្លិនឈើរលួយនិងខ្យល់ត្រជាក់ដែលបានសាយភីចេញពីថ្មភ្នំព្រះអាទិត្យរះលើជួរភ្នំព្រៃពន្លៃប៉ុន្តែនាព្រឹកព្រលឹមនៅទីនេះមិនបានចាប់ផ្ដើមដោយរស្មីព្រះអាទិត្យទេវាបែកចាប់ផ្ដើមដោយអបពណ៌សស្រអាប់ដែលហូរយឺតចុះតាមជ្រលងភ្នំដូចជាភួយយក្សកំពុងគ្របបាំងនៅអាតកំបាំងនៃព្រៃធំមួយនេះក្រោមភាពស្ងប់ស្ងាត់នោះរ៉ាដូរុញក្រមាដែលរុំយ៉ាងតឹងជុំវិញចង្កេះភ្នែកម្ខាងស្រវាំងបន្តិចប៉ុន្តែម្ខាងទៀតមុតមមកំពុងសម្លឹងទៅកាន់ដីដែលសើមដោយទឹកសន្សើមគាត់អង្គុយចុះបន្ទាបជង្គង់ស្ទើរនឹងប៉ះដីម្រាមដៃគ្រើមកំពុងថ្នមលើស្នាមសង្កត់ជ្រៅក្នុងដីភក់រឹងមែនគាត់រអ៊ូខ្លួនឯងសំឡេងខ្យល់ជុំវិញខ្លួនហាក់ស្ងាត់ជាងខ្យល់បក់បោកកាត់កំពូលឈើទៅទៀតវាជាស្នាមជើងក្តាន់ព្រៃឈ្មោលមួយក្បាលស្នាមក្រចកដែលបែកចេញបង្ហាញពីទំហំធំធាត់របស់វាហើយទិសដៅដែលវាកំពុងសម្ដៅទៅគឺជ្រលងភ្នំខាងក្រោមជាកន្លែងដែលទន្លេមេគង្គចាប់ផ្ដើមកាត់កើតជាស្ទឹងតូចរ៉ាដូចាប់ផ្ដើមដើរចលនារបស់គាត់ពិតជាអស្ចារ្យណាស់វាមិនមែនជាការដើររបស់មនុស្សទីក្រុងនោះទេប៉ុន្តែវាគឺជាការសម្របខ្លួនទៅនឹងចង្វាក់នៃព្រៃរាល់ជំហានដែលគាត់ដាក់ចុះគឺគាត់ដាក់កែងជើងជាមុនដើម្បីកុំឲ្យមែកឈើស្ងួតបាក់បែកខ្ទាតរីប៉ាយរហូតដល់សត្វព្រៃភ័យខ្លាចបែកខ្ចាត់ខ្ចាយទៅព្រៃពន្លៃក្នុងការចងចាំរបស់គាត់គឺដូចជាយក្សកំពុងដេកលក់ដកដង្ហើមចេញចូលជាអាប់ដើមឈើយក្សខ្ពស់សរសៃមានដើមពោធិ៍ដើមតារាវនិងដើមក្រញូងដុះលើមែកឈើដូចជាកែវមណីដែលធម្មជាតិលាក់ទុករ៉ាដូឈប់ភ្លាមនៅពេលដែលគាត់បានឮសំឡេងអ្វីមួយស្រាលពីខាងឆ្វេងដៃគាត់នៅស្ងៀមស្ងាត់ដូចជារូបចម្លាក់ភ្នែកកំពុងសម្លឹងកាត់តាមគុម្ពោតក្រាស់កំភ្លើងក្នុងដៃត្រូវបានកាន់យ៉ាងមាំចុងម្រាមដៃកំពុងប៉ះនឹងគន្លឹះដៃដ៏ត្រជាក់ភាពស្ងៀមស្ងាត់គ្របដណ្ដប់អស់រយៈពេលដ៏យូររហូតទាល់តែកំពូលស្មៅក៏រញ្ជួយបន្តិចសត្វមានជើង4សម្បុរថ្នោតចាស់ក៏លេចចេញពីគុម្ពោតវាគឺជាក្តាន់ឈ្មោលដែលគាត់កំពុងតាមរកវាឈប់ឈរស្រូបក្លិនខ្យល់ត្រជាក់ធំកំពុងក្រវីទៅមកដោយសេចក្តីប្រុងប្រយ័ត្នរ៉ាដូមិនបានទាញគន្លឹះនោះភ្លាមទេគាត់គ្រាន់តែសម្លឹងមើលវាប៉ុណ្ណោះឃើញសម្រស់នៃរោមដែលខ្លីរលីងនិងសាច់ដុំដែលតឹងណែនរ៉ាដូបន្ទាបកំភ្លើងចុះយឺតផ្លាស់ប្ដូរទិសដៅមួយរំពេចក្តាន់នោះក៏លោតផ្លោតចូលទៅក្នុងព្រៃក្រាស់បាត់ទៅក្នុងរយៈពេលត្រឹមតែប៉ុន្មានភ្លែតប៉ុណ្ណោះគាត់មិនមានអារម្មណ៍ស្ដាយក្រោយឡើយពីព្រោះព្រៃបានបង្រៀនគាត់ជានិច្ចថាប្រសិនបើម្ចាស់ទឹកដីមិនទាន់ឲ្យទេទោះបីជាយកកំភ្លើងទៅដាក់ត្រង់ត្រចៀកក៏ដោយវាក៏មិនដែលងាប់ដែររ៉ាដូដកដង្ហើមវែងក្រោកឈរឡើងរួចក៏ដើរបន្តទៅមុខទៀតឆ្ពោះទៅកាន់ប្រភពទឹកជាកន្លែងដែលគាត់សង្ឃឹមថានឹងទៅដាក់អន្ទាក់ត្រីផ្ទឹងថ្មយកមកធ្វើត្រីអំបិលទុកបរិភោគក្នុងរដូវប្រាំងដែលជិតឈានចូលមកដល់ផ្លូវខាងមុខនៅមានចម្ងាយឆ្ងាយទៀតសំឡេងត្រកៀកដែលកំពុងបន្លឺឡើងយ៉ាងខ្លាំងប្រៀបដូចជាផ្ទាំងខាងក្រោយលាយឡំនឹងសំឡេងសត្វស្លាបកំពុងហើរដាស់កម្រើកនៅលើកំពូលឈើខ្ពស់សំឡេងយំកក់ឮសូរកងរំពងទៅឆ្ងាយរ៉ាដូបិទភ្នែកចុះក្លិនដីសើមនិងស្លឹកឈើស្រស់បក់បោកមកប៉ះច្រមុះគាត់ចងចាំក្លិនទាំងនេះបានច្បាស់ជាងមុខអ្នកជិតខាងក្នុងភូមិទៅទៀតគាត់យកកាំបិតធំមួយចេញពីស្រោមឈើកាំបិតនេះធ្វើពីដែកថែបល្អត្រូវបានដាំឲ្យមុតស្រួចរ៉ាដូមើលទៅលើស្នាមរបួសតូចនៅចុងកាំបិតវាគឺជាវត្ថុអនុស្សាវរីយ៍ពីការប៉ះទង្គិចជាមួយជ្រូកព្រៃកាលពីឆ្នាំមុនអនុស្សាវរីយ៍ទាំងនោះបានហូរត្រឡប់មកក្នុងក្បាលវិញដូចជាទើបតែកើតឡើងកាលពីម្សិលមិញនេះប៉ុណ្ណោះក្នុងសម័យបុរាណព្រៃពន្លៃមិនអាចធ្វើដំណើរទៅណាមកណាបានស្រួលដូចពេលនេះទេការចូលទៅក្នុងព្រៃជ្រៅបែបនេះត្រូវការពេលវេលាដើរអស់10ថ្ងៃឆ្លងកាត់ភ្នំខ្ពស់ដែលចោតរហូតដល់ជង្គង់ស្ទើរតែបុកចង្ការរ៉ាដូកើតនឹងធំធាត់នៅទីនេះពុកឌឿនឪពុករបស់គាត់ដែលជាព្រានចាស់បានបង្រៀនគាត់ឲ្យចេះអានភាសាព្រៃមុនពេលបង្រៀនគាត់ឲ្យចេះអានសៀវភៅទៅទៀតពុកធ្លាប់មានបន្ទូលថាព្រៃមានត្រចៀកមានភ្នែកហើយក៏មានបេះដូងដែរបើឯងស្រឡាញ់ព្រៃនឹងចិញ្ចឹមឯងប៉ុន្តែបើឯងគិតថានឹងឈ្នះព្រៃនឹងកប់ឯងនៅក្រោមដីរ៉ាដូក្រោកឈរឡើងហើយក៏ដើរតាមជួរភ្នំដើម្បីគេចពីជំរករបស់អ្នកភូមិឬព្រៃវិញ្ញាណក្ខន្ធស្របតាមជំនឿបុរាណទោះបីជាគាត់ជាអ្នកមានគ្រឿងស័ក្តិសិទ្ធិក៏ដោយគាត់តែងតែជ្រើសរើសការចោះចូលចំពោះអំណាចអាថ៌កំបាំងដែលមើលមិនឃើញជានិច្ច
ការរៀបចំកន្លែងបោះជំរំគឺជាសិល្បៈមួយទៀតដែលគាត់ស្ទាត់ជំនាញគាត់មិនរងចាំឲ្យពន្លឺព្រះអាទិត្យរលត់ទេរ៉ាដូចាប់ផ្ដើមប្រមូលអុសស្ងួតពីមែកឈើដែលជ្រុះគាត់មិនប្រើអុសស្រស់ទេពីព្រោះក្រៅពីដុតពិបាកផ្សែងរបស់វាក៏នៅតែមានក្លិនហើយអាចមើលឃើញពីចម្ងាយបានដែលអាចទាក់ទាញសត្វសាហាវឬរបស់ដែលមិនគួរឲ្យចង់បានមករកគាត់បាក់មែកឈើតូចយកមករៀបជារាងក្រសាលតូចមួយគត់រួចប្រើស្លឹកត្នោតស្ងួតដែលជ្រុះនៅក្បែរនោះយកមកធ្វើជាកន្លែងបង្កាត់ភ្លើងការបង្កាត់ភ្លើងដោយប្រើដែកនិងថ្មតាមបែបបុរាណត្រូវការចង្វាក់និងជំនាញសម្លេងដែកប៉ះថ្មឆែកប្រែភ្លើងបានឆាប់ឆេះធ្លាក់ទៅលើសម្លេងដែលគាត់បានរៀបចំទុកក្នុងប្រអប់ដែកមិនយូរប៉ុន្មានផ្សែងពណ៌ប្រផេះស្រាលក៏បក់បោកឡើងហើយអណ្ដាតភ្លើងក៏ចាប់ផ្ដើមលោតផ្លោតនៅក្នុងគំនរអុសរ៉ាដូយកបំពង់ឫស្សីដែលកាត់ទុកតាំងពីល្ងាចមកគាត់ចាក់ស្រូវសាដែលយកមកពីផ្ទះចូលទៅក្នុងបំពង់ឫស្សីប៉ាន់ស្មានឲ្យបានសមរម្យមុននឹងយកទឹកថ្លាពីមាត់អូចាក់ចូលទៅរហូតដល់កន្លះចំណងដៃគាត់ប្រើស្លឹកត្នោតមកធ្វើជាឆ្នុកស្ទះមាត់បំពង់រួចផ្អែកបំពង់ឫស្សីទៅនឹងគល់ឈើក្បែរភ្លើងការដាំបាយក្នុងព្រៃមិនមែនជាការប្រញាប់ប្រញាល់នោះទេរ៉ាដូត្រូវតែបង្វិលបំពង់ឫស្សីឲ្យទទួលកម្ដៅគ្រប់ជ្រុងបើភ្លើងខ្លាំងពេកបំពង់នឹងផ្ទុះហើយបាយនឹងឆេះបើភ្លើងទន់ពេកបាយក៏នឹងរឹងដែរគាត់ប្រើមែកឈើកម្រើកអស់ឲ្យរាយប៉ាយកម្ដៅដែលទៀងទាត់ធ្វើឲ្យស្រទាប់ខាងក្នុងនៃឫស្សីចាប់ផ្ដើមផ្សព្វផ្សាយក្លិនក្រអូបឈ្ងុយឆ្ងាញ់ក្លិនក្រអូបនេះលាយឡំគ្នារវាងភាពស្រស់នៃឫស្សីនិងរសជាតិនៃអង្ករសាលព្រៃសំឡេងសត្វស្លាប់បន្លឺឡើងមួយដងនៅលើកំពូលភ្នំខ្យល់បក់បោកយ៉ាងខ្លាំងរហូតដល់អណ្ដាតភ្លើងស្ទើរតែរលត់រ៉ាដូកម្រើកអស់គ្របភ្លើងទុកតែធ្យូងដើម្បីកុំឲ្យពន្លឺភ្លើងឆ្លុះចេញពីចម្ងាយពេកប៉ុន្តែនៅតែផ្ដល់ភាពកក់ក្ដៅគ្រប់គ្រាន់គាត់ដេកផ្ងាលើដីកន្លែងដែលធ្វើពីស្លឹកត្នោតគ្រើមដៃម្ខាងនៅតែកាន់កំភ្លើងយ៉ាងមាំពន្លឺព្រះច័ន្ទដួងតូចពណ៌ស្វាយដែលហៀបនឹងលេចឡើងលើជើងមេឃត្រូវបានបាំងដោយអាប់ក្រាស់រ៉ាដូបានដេកលក់បន្តិចម្ដងបន្តិចគោលដៅថ្ងៃនេះគឺព្រៃត្រជាក់ជាជ្រលងភ្នំមួយដែលអ្នកស្រុកនិងព្រានចំនួនមុនខ្លាចញាប់ញ័រវាគឺជាជ្រលងភ្នំបិទជិតដែលពន្លឺព្រះអាទិត្យមិនអាចចាំដល់ដីបានពេញមួយឆ្នាំបាត់ដីក៏ពោពេញទៅដោយស្លែថ្នាំជក់និងឈើរលួយដែលដួលរលំគ្នារញ៉េរញ៉ៃរ៉ាដូចង់ទៅទីនោះដើម្បីស្វែងរករមៀតសនិងរមៀតទេសជាថ្នាំសម្បូរបែបដែលមានសារធាតុផ្សំពុំមានតម្លៃអាចបន្សាបជាតិពុលនិងបំពន់កម្លាំងដែលនឹងដុះតែនៅកន្លែងដែលមានសំណើមខ្ពស់និងស្ងប់ស្ងាត់ប៉ុណ្ណោះរំពេចនោះដៃរបស់រ៉ាដូកំពុងប្រុងប្រយ័ត្នជាមួយដីត្រចៀករបស់គាត់ក៏បានឮសំឡេងអ្វីមួយសំឡេងក្រាក់វាមិនមែនជាសំឡេងសត្វដើរទេប៉ុន្តែវាគឺជាសំឡេងមែកឈើស្ងួតដែលកំពុងត្រូវបានអូសទៅលើដីរ៉ាដូឈប់ធ្វើចលនាម្រាមដៃនៅតែប្រឡាក់ដីភក់គាត់មិនងាកទៅមើលភ្លាមទេប៉ុន្តែគាត់ប្រើចិត្តវិញ្ញាណដែលបានហ្វឹកហាត់យ៉ាងល្អដើម្បីសម្គាល់ទីតាំងសំឡេងវាមកពីខាងក្រោយចម្ងាយមិនដល់50ម៉ែត្រទេរ៉ាដូធ្វើចលនាយឺតគាត់យករមៀតដាក់ក្នុងថង់ស្លូតរួចក៏លូកដៃទៅកាន់កំភ្លើងគាត់ក្រោកឈរឡើងរួចក៏បែរទៅរកទិសដៅនៃសំឡេងយឺតបំផុតតាមដែលអាចធ្វើទៅបានរូបភាពដែលគាត់បានឃើញមិនមែនជាខ្លាទេប៉ុន្តែវាគឺជាស្រមោលធំមួយដែលឈរនៅក្រោយដើមឈើរលួយស្រមោលនោះខ្ពស់លើសពីមនុស្សធម្មតាទៅទៀតប៉ុន្តែវាមើលទៅក៏ស្រពេចស្រពិលទៅតាមអពណ៌ប្រផេះនៃព្រៃត្រជាក់រ៉ាដូបានឃើញភ្នែកមួយគូនោះកំពុងសម្លឹងមកគាត់វិញវាគ្មានការខូខើឡើយប៉ុន្តែវាពោពេញទៅដោយភាពទទេដ៏ជ្រៅខ្ញុំមកដើម្បីសុំចំណីសុំរបស់ប្រើប្រាស់មិនបានគិតចង់រំខានដល់អ្នកឡើយរ៉ាដូនិយាយដោយសំឡេងរាបស្មើជាសម្ដីខ្លីៗដែលបង្ហាញពីសេចក្តីបរិសុទ្ធចិត្តស្រមោលនោះក៏នៅស្ងៀមមុននឹងក៏រសាយបាត់បន្តិចម្ដងទៅក្នុងអាប់ក្រាស់បន្សល់ទុកតែក្លិនព្រៃបន្តិចបន្តួចនិងភាពស្ងៀមស្ងាត់ដែលគួរឲ្យភ័យខ្លាចរ៉ាដូមិនបានប្រញាប់ប្រញាល់អ្វីទេគាត់ដើរបន្តទៅមុខទៀតដើម្បីស្វែងរកថ្នាំបន្ទាប់ភាពអត់ឃ្លាននិងនឿយហត់កំពុងរំខានគាត់ប៉ុន្តែគាត់ដឹងថានៅកន្លែងបែបនេះសតិរបស់គាត់គឺជារបស់តែមួយគត់ដែលអាចជួយសង្គ្រោះជីវិតគាត់បានរ៉ាដូត្រឡប់មកភូមិវិញ
បន្ទាប់ពីបានសម្បត្តិព្រៃឈើប៉ុន្តែអ្វីដែលគាត់បានឃើញនៅចំពោះមុខបានធ្វើឲ្យគាត់ស្រឡាំងកាំងដុំភ្លើងយ៉ាងក្រាស់កំពុងផុសចេញពីកណ្ដាលភូមិសម្លេងស្ត្រីកំពុងស្រែកយំលាយឡំនឹងសម្លេងឆ្កែព្រោះយ៉ាងភ័យខ្លាចភ្លើងកំពុងឆេះរាលដាលពីពេញវាលស្រែដោយសារតែភាពរាំងស្ងួតខុសពីធម្មតាក្នុងឆ្នាំនេះខ្យល់បក់បោកយ៉ាងខ្លាំងកំពុងបក់បោកនៅដានភ្លើងពីលើទូតខ្ពស់ធ្លាក់មកលើដំបូលផ្ទះដែលស្ងួតដូចក្រដាសរ៉ាដូត្រឡប់មកដល់ហើយសម្លេងបុនកំពុងស្រែកហៅកុំឲ្យភ្លើងឆ្លងកាត់ព្រែកឲ្យសោះរ៉ាដូបញ្ជាដោយសម្លេងធ្ងន់ធ្ងរភាពចលាចលនោះបានចំណាយពេលអស់រយៈពេលជាច្រើនម៉ោងប្រជាជនទាំងប្រុសទាំងស្រីបានជួយគ្នាយកទឹកពីទន្លេមេគង្គមកប្រោះពន្លត់រ៉ាដូបានប្រើកាំបិតកាប់ដើមត្រាំនិងមែកឈើស្ងួតជុំវិញភូមិដើម្បីធ្វើជារបងការពារនេះគឺជាការតស៊ូប្រឆាំងនឹងធម្មជាតិមួយទៀតដែលមិនបានប្រើកាំភ្លើងប៉ុន្តែបានប្រើកម្លាំងកាយនិងស្មារតីរ៉ាដូឈរនៅមាត់ច្រាំងមើលទៅលើទឹកដែលកំពុងរីងស្ងួតជារៀងរាល់ថ្ងៃប្រជាជនចាប់ផ្ដើមមានការលំបាកអង្គរក្នុងជង្រុកក៏ចាប់ផ្ដើមថយចុះហើយចំណីព្រៃក៏រកកាន់តែពិបាកឡើងពីព្រោះសត្វព្រៃរត់ចូលទៅក្នុងព្រៃក្រាស់ក្មេងៗក្នុងភូមិចាប់ផ្ដើមរីកកាំងហើយគ្រុនព្រៃក៏កើតឡើងជាទូទៅដោយសារទឹកក្នុងអណ្ដូងនៅទ្រឹងហើយចាប់ផ្ដើមរលួយរ៉ាដូនៅស្ងៀមភ្នែកកំពុងសម្លឹងទៅទិសខាងលិចជាកន្លែងដែលកំពូលភ្នំខ្ពស់ៗនៅតែមានពណ៌បៃតងចាស់នៅឡើយយើងត្រូវតែទៅរកប្រភពទឹកនៅលើកំពូលភ្នំទីនោះទឹកមិនដែលរីងស្ងួតទេហើយក៏មានត្រីផ្ទឹងនិងត្រីក្រោមពំនានារត់ទៅនៅទីជម្រកជ្រៅជ្រៅរ៉ាដូនិយាយទៅកាន់បុនរ៉ាដូមិនបានបញ្ជាឲ្យបោះសំណាញ់ភ្លាមទេគាត់ក្រាបថ្វាយបង្គំម្ចាស់ទឹកតាមទំនៀមទម្លាប់សូមតែឲ្យបានគ្រប់គ្រាន់សម្រាប់បរិភោគនិងប្រើប្រាស់ហើយសូមចែកដល់ជនឈឺនិងក្មេងៗក្នុងភូមិផងគាត់និយាយដោយសម្លេងរាបស្មើការចាប់ត្រីនៅរដូវប្រាំងក្នុងទីទួលទឹកជ្រៅត្រូវការជំនាញរ៉ាដូបង្រៀនបុនឲ្យប្រើឬអន្សំទឹកមកកូរនឹងថ្មនៅមាត់អូរឲ្យទឹកដោះពណ៌សហូរចូលទៅក្នុងទឹកត្រីនឹងមានអាការៈស្រវឹងទឹកហើយអណ្ដែតខ្លួនឡើងឲ្យចាប់ដោយដៃទទេវិធីនេះល្អជាងការកោះត្រីឬប្រើគ្រាប់ផ្ទុះពីព្រោះទឹកមិនខូចហើយត្រីតូចៗដែលមិនទាន់ធំក៏នឹងរួចជីវិតដើម្បីបន្តពូជទៅថ្ងៃក្រោយបានក្រុមជនចម្លែកនោះមានប្រហែល5នាក់ពួកគេឈប់នៅលើទឹកធ្លាក់ស្ងួតរួចក៏មើលចុះមកលើទីទួលទឹកដែលរ៉ាដូទើបតែចាប់ត្រីភ្នែករបស់មនុស្សស្រេកឃ្លាននៅពេលដែលឃើញត្រីនៅក្នុងទីទួលទឹកវាប្រៀបដូចជាបានឃើញមាសរ៉ាដូដឹងច្បាស់ថាប្រសិនបើពួកគេចុះមកដល់ហើយឃើញត្រីពេញកន្ត្រករឿងរ៉ាវប្រហែលជាមិនបញ្ចប់នៅត្រឹមការចែករំលែកនោះទេប៉ុន្តែវាអាចមានន័យថាការលួចប្លន់ដើម្បីការរស់រានមានជីវិតបុណ្យនាំពួកគេដើរតាមទឹកធ្លាក់ខាងត្បូងកុំប្រើផ្លូវធម្មតាឲ្យសោះទុកត្រីពាក់កណ្ដាលនៅក្នុងទីទួលទឹកនេះយកទៅអស់ក៏បានប៉ុន្តែត្រីរបស់ពួកព្រៃទាំងនេះយើងនឹងយកទៅឲ្យអ្នកជំងឺប៉ុន្តែលោកពូបុនសួរត្រឡប់វិញទាំងសំឡេងញាប់ញ័រព្រៃបានឲ្យយើងព្រៃក៏អាចឲ្យគេបានដូចគ្នាដែរបើឯងចង់រស់រានមានជីវិតត្រឡប់ទៅរកម្ដាយឯងវិញឯងត្រូវតែចេះលះបង់មរតូមើលទៅកាន់ក្មេងនោះដោយភ្នែកក្រហមប៉ុន្តែពោពេញទៅដោយក្តីកង្វល់បុននឹងក្មេងៗដទៃទៀតក៏ថយក្រោយបន្តិចម្ដងយ៉ាងស្ងប់ស្ងាត់បំផុតភាពស្ងៀមស្ងាត់គ្រប់ដណ្ដប់ក្នុងរយៈពេលខ្លីមានតែសំឡេងទឹកហូរនិងសំឡេងដកដង្ហើមរបស់អ្នកជំងឺប៉ុណ្ណោះរ៉ាដូដឹងច្បាស់ថាគាត់កំពុងប្រថុយជីវិតប្រសិនបើពួកគេសម្រេចចិត្តបាញ់គាត់ប្រហែលជាមិនរួចជីវិតទេប៉ុន្តែគាត់មានទំនុកចិត្តលើសេចក្តីភ័យខ្លាចរបស់មនុស្សចំពោះរបស់ដែលខ្លួនមិនស្គាល់មេក្រុមមើលទៅមិត្តរបស់គាត់ដែលកំពុងប្រកាច់រួចក៏បែរមកមើលរ៉ាដូដែលឈរស្ងៀមដូចជាថ្មភ្នំគាត់ក៏បន្ទាបកំភ្លើងចុះបន្តិចម្ដងស្អីកុំដេញតាមទៀតយើងនឹងទៅគ្មានថ្នាំបន្សាបទេមានតែផ្លូវរត់គេចខ្លួនតែម្នាក់ឯងប៉ុណ្ណោះរ៉ាដូយករមៀតស្ដែលហាន់រហូតទន់ក្នុងដៃស្ដាំបោះទៅឲ្យគាត់យករបស់នេះទៅវានឹងជួយបន្ថយជាតិពុលបានមួយរយៈគ្រប់គ្រាន់សម្រាប់ឲ្យពួកឯងនាំមិត្តឯងហែលឆ្លងទឹកទៅទិសខាងកើតកុំត្រឡប់មកព្រៃពន្លៃនេះម្ដងទៀតឲ្យសោះព្រៃពន្លៃមិនទទួលភ្ញៀវកាន់កំភ្លើងចូលផ្ទះទេក្រុមមនុស្សទាំងនោះ
ក៏ប្រញាប់ប្រញាល់យកខ្លួនឯងរបស់ពួកគេយកមិត្តភ័ក្តិដែលសន្លប់រត់ទៅតាមផ្លូវទឹកដោយមិនគិតដល់ជីវិតគាត់បានដកដង្ហើមធំភាពតានតឹងដែលប្រមូលផ្ដុំអស់រយៈពេលជាច្រើនថ្ងៃបានបែកខ្ចាត់ខ្ចាយចេញជាញើសធំធំយប់នោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងសំឡេងផ្គរលាន់ឡើងរំពងពីពេញព្រៃពន្លៃរ៉ាដូដេកស្ដាប់សំឡេងទឹកភ្លៀងប៉ះដំបូលស្លឹកត្នោតដោយចិត្តដែលពោពេញទៅដោយសុភមង្គលគាត់បិទភ្នែកចុះដោយក្តីសង្ឃឹមថាបន្ទាប់ពីព្យុះភ្លៀងបានកន្លងផុតទៅវានឹងបន្សល់ទុកតែស្រទាប់សំណើមដែលហើរឡើងពីលើដីព្រៃពន្លៃនៅពេលព្រឹកមើលទៅដូចជាផ្ទាំងគំនូរដែលទើបតែបានគូរពណ៌រួចថ្មីរ៉ាដូរុញស្បៃដែលរុំចង្កេះឲ្យតឹងដៃកាន់កន្ត្រកឫស្សីនិងបន្ទះឫស្សីចុងមូលសម្រាប់ជីកដីគោលដៅរបស់គាត់នៅព្រឹកនេះមិនមែនជាសត្វធំទេប៉ុន្តែគឺជាមាសនៃព្រៃជ្រៅដែលនឹងដុះឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្នុងមួយឆ្នាំគឺផ្សិតដូងបណ្ដាតាមមកឲ្យបានល្អកុំដើរទម្លាក់កែងជើងឲ្យធ្លាក់ខ្លាំងផ្សិតនឹងបាក់បែករ៉ាដូងាកទៅប្រាប់កូនសិស្សដែលដើរតាមខ្នងត្រង់បានតែរត់បានឡើងទៅលើកំពូលច្រាំងថ្មគាត់បានឃើញបរិស3នាក់ក្នុងចំណោមពួកគេមានបរិសសាក់ខ្លាម្នាក់រ៉ាដូមិនបានប្រើធ្នូទេគាត់បានប្រើសម្លេងព្រៃបញ្ឆោតម្ដងទៀតគាត់បានរើសស្លឹកឈើមកផ្លុំជាសម្លេងខ្លារខិនកំពុងរបួសសម្លេងនោះខ្ពស់ស្រែកយ៉ាងខ្លាំងធ្វើឲ្យក្រុមចៅភ័យខ្លាចហើយក៏បែរមកមើលដោយការសង្ស័យនៅក្នុងពេលដែលពួកគេបាត់បង់ស្មារតីនោះរ៉ាដូក៏ផ្លោតខ្លួនចេញពីគុម្ពោតបន្លាកាំបិតក្នុងដៃកំពុងឆ្លោះបញ្ចាំងពន្លឺថ្ងៃគាត់មិនមានបំណងចង់សម្លាប់នោះទេគាត់ប្រើដងកាំបិតទៅបុកខ្នងក្បាលចៅម្នាក់ឲ្យដួលរលំទៅមុននឹងយកធ្នូទៅប្រហារទ្រូងរបស់បរិសសាក់ខ្លាព្រៃពន្លៃវាធំទូលាយល្មមឲ្យពួកឯងធ្វើការរកស៊ីដោយស្មោះត្រង់ប៉ុន្តែបើពួកឯងចង់បានរបស់អ្នកដទៃតាមរបៀបនេះព្រៃនឹងបន្សល់ទុកតែកន្លែងសម្រាប់បញ្ចុះសពពួកឯងប៉ុណ្ណោះរ៉ាដូនិយាយដោយសម្លេងត្រជាក់ដូចទឹកកកបរិសសាក់ខ្លាកំពុងញាប់ញ័រទាំងស្រពោនគាត់បានឃើញភ្នែករបស់រ៉ាដូដែលមើលទៅដូចជាភ្នែករបស់សត្វខ្លាដែលកំពុងចាប់ជនរងគ្រោះគាត់ក៏បន្ធូរកំភ្លើងចេញពីដៃបន្តិចម្ដងសុំទោសព្រានខ្ញុំនឹងមិនធ្វើដូច្នេះទៀតទេរ៉ាដូរឹបអូសអាវុធរបស់ពួកគេទាំងអស់រួចក៏បោះវាទៅក្នុងទន្លេមេគង្គហួសពីជួរភ្នំនេះទៅភូមិភាគីម្ខាងកុំឲ្យត្រឡប់មកព្រៃពន្លៃម្ដងទៀតឲ្យសោះពេលវេលាបានកន្លងផុតទៅអស់ជាច្រើនឆ្នាំរ៉ាដូក្នុងវ័យចាស់ជរាកំពុងអង្គុយលើរិនផ្ទះចាស់ប៉ុន្តែភ្នែករបស់គាត់លែងឃើញជួរភ្នំព្រៃពន្លៃដែលធ្លាប់មានអ័ព្ទគ្របដណ្ដប់ដូចពីមុនទៀតហើយគាត់បានឃើញតែសន្តាគារនិងចំការពុតដែលកំពុងរាតត្បាតចូលមកកាន់តែជិតប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងព្រៃដ៏ជ្រៅដែលនៅសេសសល់ព្រានបុនអតីតអាយបុនកំពុងដើរនាំកូនចៅចូលទៅក្នុងព្រៃដើម្បីស្វែងរកផ្សិតនិងថ្នាំបុរាណគាត់ដើរដោយជំហានដ៏ស្រាលដាក់ជើងទៅលើថ្មដោយប្រុងប្រយ័ត្នហើយឈប់ស្ដាប់សំឡេងសត្វស្លាបដោយការយកចិត្តទុកដាក់ស្នាមជើងរបស់ព្រានរ៉ាដូនៅតែបន្សល់ទុកក្នុងព្រលឹងវិញ្ញាណក្ខន្ធរបស់មនុស្សជំនាន់ក្រោយមិនដែលរសាយបាត់ឡើយអរគុណចំពោះការតាមដានស្ដាប់រហូតដល់ចប់សូមឲ្យពន្លឺនៃធម៌នាំមកនូវសេចក្តីសុខសេចក្តីស្ងប់និងកម្លាំងចិត្តដល់អ្នកគ្រប់គ្នាបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេចគាំទ្រ admin ដោយចុច like comment និង subscribe ដើម្បីគាំទ្រ channel និងទទួលបាននិទានថ្មីៗបន្ថែមទៀតជួបគ្នាវិញក្នុងការនិទានបន្ទាប់សូមអរគុណនិងសូមឲ្យអ្នកទាំងគ្នាមានសុខភាពល្អនិងសុភមង្គលពេញមួយជីវិត